ក្រែងលោកអាយុ68ឆ្នាំអញ្ចឹងតើមែនទេគឺបងសាក់ចិត្តអូនទេព្រោះបងចង់ដឹងថាអូនស្រឡាញ់បងជាមនុស្សចាស់ម្នាក់នេះឬអត់ឥឡូវបងដឹងហើយថាអូនពិតជាស្រឡាញ់បងខ្លាំងណាស់អូនសំឡាញ់ពេលណាទៅពួកយើងរៀបការទៅរៀបការអីទេបងចាំអូនបោកយកលុយអាយុដំឲ្យបានច្រើនសិនណាចាំពួកយើងរៀបការតែចោះតែអូនក៏បានបោកវាច្រើនណាស់ហើយដែរបងខ្លាចតែបាយការនឹងណាអូនសំឡាញ់បែកការស្អីទេបងអាយុដំនោះល្ងងសឹងអីម្យ៉ាងគាត់នៅអាមេរិកធ្វើយ៉ាងណាទើបដឹងថាពួកយើងលួចតាក់ទងគ្នាទេអូននិយាយអញ្ចឹងក៏ត្រូវដែរអាតានោះវាមកដល់ជើងមេឃទៅហើយតែផ្ញើលុយឲ្យអូនរាប់ពាន់រាល់ខែតែម្ដងហើយ នេះមកពីអូនឆ្លាតនោះអីគ្រាន់តែធ្វើជាកំសត់បន្តិចតាប៉ែកនោះយកលុយឲ្យអូនបញ្ឈប់តតែសោះនិយាយអញ្ចឹងអូនដែលឃើញមុខវាទេអត់ទេបងអូនឃើញតែនៅក្នុង profile មើលទៅឡើងកញ្ចាស់មុខក៏ជ្រួញចិត្តងាប់ទៅហើយមើលទៅនោះអូបងយល់ហើយនេះប្រហែលជាចង់បានស្រីក្មេងមុនពេលងាប់ទៅនោះអីពេលនោះស្រាប់តែមានសំឡេងគោះទ្វារក៏បានឮឡើងតើអ្នកណាគេមកនឹងអូនប្រហែលជានាងឈុកហើយវាជាកូនឈ្នួលរបស់អូនវាមកដាំបាយឲ្យអូនញ៉ាំនឹងណាបងសម្លាញ់អូបងមិនដែលដឹងសោះតែចាប់អារម្មណ៍ធ្វើអីទៅវាជាកូនបំណងរបស់ខ្ញុំដូច្នេះទៅវាមកស៊ីឈ្នួលដើម្បីកាត់កងប្រាក់នោះអីអ្នកនាងខ្ញុំមកដល់ហើយអ្នកនាងដឹងហើយរួចចុះថ្ងៃនេះអីក៏យូរខ្លាំងម្ល៉េះហាអាអាគឺដោយសារខ្ញុំចប់ត្រវល់លក់បន្លែនឹងណាអ្នកនាងខ្ញុំសុំទោសផងដែលធ្វើឲ្យអ្នកនាងរងចាំយូរបែបនេះបានហើយឆាប់ទៅដាំបាយទៅយើងពិតជាឃ្លានខ្លាំងណាស់ចាអ្នកនាងខ្ញុំទៅហើយចំណែកឯនៃសុកវិញគ្រាន់តែឃើញសម្រស់របស់នាងឈូកភ្លាមស្រាប់តែលន់មាត់ថាហើយនិយាយម្នាក់ឯងថាអាយ៉ានាងក្មេងនេះអីក៏ស្អាតខ្លាំងម្ល៉េះស្លូតមួយបែបនេះអាសុកលីស្រីវទឹកមាត់ខ្លាំងណាស់វើយបងសុកលីបងកំពុងតែគិតអីហ្នឹងអអគឺគ្មានអីទេបងសុំទៅបន្ទប់ទឹកមួយផ្លែតណាចាបើអញ្ចឹងអូនទៅបន្ទប់មុនហើយណាបាទម្ចាស់ស្នេហ៍របស់បងសុកលីសំឡឹងមើលរចនាដើរចូលបន្ទប់រហូតដល់បាត់ស្រមោលលុះឃើញឱកាសល្អគាត់ក៏សម្ដៅទៅអូសក្រឡាឈូកតែម្ដងនៅក្នុងផ្ទះបាយអោព្រះអើយអ្នកណាគេអីក៏ដាច់ចិត្តខ្លាំងម្ល៉េះបើជាបណ្ដោយឲ្យដៃដោះស្រលូនមកធ្វើការបែបនេះទៅវិញលោកចង់ធ្វើអីហ្នឹងមិនក៏មកចាប់បាយខ្ញុំបែបនេះសំទោសបងគ្រាន់តែអាណិតអូននឹងណាអូអូនស្អាតបែបនេះមិនសមនឹងធ្វើជាអ្នកបម្រើនោះទេមិនសមតតែសោះតែម្ដងហើយខ្ញុំថាលោកគួរតែទៅសម្រាប់ទេលោកកុំមករំខានខ្ញុំអីបានទេអីក៏កាច់ខ្លាំងម្ល៉េះគិតបែបនេះចុះឈប់ធ្វើការទៅចាំបងជាអ្នកសងលុយជំនួសអូនណាខ្ញុំអរគុណដល់ទឹកចិត្តដ៏ល្អរបស់លោកហើយតែមិនអីទេខ្ញុំអាចមានលទ្ធភាពសងប្រាក់ដល់អ្នកនាងរចនាបានអូនកំរឹងរស់អីតើបានទេឲ្យតែអូនបំរើបងដល់កម្ពុជានោះធានាថាបងនឹងអាចទិញដីទិញឡានឲ្យអូនបានទាំងអស់សូម្បីតែទៅចាប់ផ្កាយនៅលើមេឃក៏បងអាចចាប់ឲ្យអូនបានដែរខ្ញុំមិនត្រូវការនោះទេលោកកុំនិយាយទៀតអីយ៉ាងម៉េចលេងចរិតខ្លាំងណាស់ហ៎លោកកុំចូលមកណាបើចូលមកទៀតខ្ញុំនឹងស្រែកជាមិនខានទេកុំចូលមកកុំស្រែកអីចាំបងនាំអូនឡើងឋានសួគ៌ណាបងនាំអូនឲ្យសប្បាយម្ដងតើដឹងទេថយតាស្របពេលនោះដែរនាយសុកលីបានកំពុងតែបំពេញទៅលើនាងឈូករតនាក៏បានដើរចូលមកដល់ហើយនាងនិយាយទាំងកំហឹងថាឆ្កែឆ្មាកំពុងតែធ្វើស្អីនឹងអូនរចនា
នាងនេះជាអ្នកបម្រើអូនតើមែនទេនាងបានឲ្យដៃបងនាងចង់លេងផ្លូវកាត់ហើយមើលទៅ មិនក៏លោកនិយាយបែបនេះ យ៉ាងម៉េចនាងឯងមិននឹកស្មានថាខ្ញុំនិយាយមែនទេអូនរចនានាងប្រាប់បងថាកុំឲ្យប្រាប់អូនគឺនាងចង់លួចលាក់ជាមួយនឹងបងណាអូនសម្លាញ់ មិនក៏នាងឯងធ្វើបែបនេះដាក់យើងនាងឯងពិតជាស្រីអត់គេខ្មាស់តែម្ដងហើយយកទៅនេះណាអូយអ្នកនាងខ្ញុំអត់ទេខ្ញុំអត់ទេខ្ញុំមិនបានតាក់ទងសង្សាររបស់អ្នកនាងទេចៅវិញមិនដែលនិយាយថាខ្លួនឯងជាចានោះទេតែខ្ញុំពិតជាមិនបានកុហកអ្នកនាងទេបងឡើងទៅខាងលើចុះទុកឲ្យអូននិយាយជាមួយនាងនេះសិន បាទអូនសម្លាញ់ពេលនោះសុកលីក៏បានដើរចេញបាត់ នាងឯងចង់សងបំណុលផ្លូវកាត់តាមមែនទេនាងឯងពិតជាថោកទាបណាស់អញប្រាប់នាងឯងទៅចុះមនុស្សដូចនាងគ្មានតម្លៃអីល្អនៅទេហើយនាងក៏គ្មានថ្ងៃបានល្អដែរតែដឹងទេតែអ្នកនាងគួរតែមើលសង្សាររបស់ខ្លួនឯងឲ្យល្អទៅបានហើយកុំចេះមកចោទមកខាងបែបនេះវាពិតជាអយុត្តិធម៌ខ្លាំងណាស់ខ្ញុំគ្មានពាក្យអ្វីនិយាយទេខ្ញុំលេឈប់ហើយខ្ញុំមិនចង់នៅទីនេះទៀតនោះទេមិនបានទេបើឈប់នោះលុយនោះគុណនឹង3ហើយផ្លេចហើយតើមែនទេកិច្ចសន្យានោះនាងគឺជាកូនបំណុលណាតើអ្នកនាងចង់បានបែបណានៅទីនេះតន់តែសងលុយយើងអស់ហើយកុំជោគក្បាលសង្សាររបស់អញទៀតហើយបើមិនចឹងទេនាងព្រៃឯងនឹងមានរឿងធំជាមិនខាននោះទេយល់ប្រុសតែអ្នកនាងក៏ត្រូវតែប្រាប់សង្សាររបស់អ្នកនាងដូចគ្នាកុំឲ្យគាត់គិតចង់ក្បែរខ្ញុំទៀតអីបើមិនចឹងទេខ្ញុំអាចនឹងមានការភ្លើងឆាបឆេះគាត់ថាបានដែរអញប្រាប់ឲ្យហើយណាបើនាងឯងមិនឲ្យដៃនោះប្រក៏មិនមកក្បែរដែរចាំទុកនាងល្ងងនាងសម្រាមនាងព្រៃ រចនានាងកាន់ជើងសង្សារខលខុយរបស់នាងខ្លាំងណាស់ហើយនាងក៏ស្រឡាញ់គាត់ខ្លាំងណាស់ដែរតែសង្សារនៅឯបរទេសរបស់នាងក៏ស្រឡាញ់នាងដូចគ្នាភ្លាមនោះទូរស័ព្ទរចនាក៏បានរោឡើង អាឡូបង អាឡូអូននិយាយអញ្ចឹងអូនមាននឹកបងដែរអត់ហ៎ ចាបងអូនពិតជានឹកបងខ្លាំងណាស់បងអាអូនអស់លុយចាយហើយ អូ រឿងលុយរឿងកាំងអូនកុំបារម្ភអីបានចាំបងផ្ញើឲ្យអូនចាយចុះណា ចាបងសំឡាញ់ អូអូនណាសប្តាហ៍ក្រោយបងចង់ទៅរៀបការនឹងអូនខ្លាំងណាស់តើពួកយើងអាចចុះលិខិតអាពាហ៍ពិពាហ៍បានទេ នេះបងដូចជាប្រញាប់ខ្លាំងម្ល៉េះ មិនប្រញាប់ទេតែពួកយើងបានតាក់ទងគ្នាយូរមកហើយតើមួយយ៉ាងបងក៏ចាស់ទៅហើយណា ចាគឺអូនព្រម ហ៎មែនទេបើអញ្ចឹងបងនឹងហោះទៅកម្ពុជាសប្តាហ៍ក្រោយនេះហើយណាអូនសម្លាញ់ ចាបងបងអាប៉ុណ្ណឹងសិនចុះ ពេលនោះនាងរចនាក៏បានដាក់ទូរស័ព្ទចុះ គិតបែបណាទៅណោះបើអាកញ្ចាស់នោះវាជិតមកដល់ហើយ រចនាកំពុងគិតផិតភ័យនិងបារម្ភពីនីសុកលីក៏បានដើរចូលមកអូនសម្លាញ់ធ្វើអីយូរខ្លាំងម្ល៉េះបងចាំអូនមិនឃើញទាល់តែសោះ បងអូនមានរឿងមួយចង់ប្រាប់បងអាតាកញ្ចាស់នោះវាជិតមកដល់ហើយតើពួកយើងគិតបែបណាទៅ អូនមិនចង់ជួបវាទេតើមែនទេ ចារឿងនេះពិតប្រាកដហើយអូនមិនចង់រស់នៅជាមួយមនុស្សប្រុសចាស់បែបនេះនោះទេវាចិត្តងាប់ទៅហើយណាបង អញ្ចឹងអូនមិនដែលជួបមុខគ្នានៅក្រៅទេតើមែនទេ មែនហើយបងសំឡាញ់ឲ្យស្រឡាញ់យ៉ាងម៉េចនឹងកើតនោះបើមិនណាជួបមុខគ្នាផងហ្នឹង អូនសម្លាញ់ក្រែងក្មេងបំរើម្នាក់នោះចម្ពាក់ប្រាក់អូនតើមែនទេមិនក៏មិនឲ្យវាទៅទទួលថ្មបាក់ចំនួនអូនទៅហ៎
អូមែនហើយបងពិតជាមានគំនិតល្អពិតមែននាងឈោកនាងទៅធ្វើជាប្រពន្ធជំនួសយើងផងទៅណាស្រីល្ងងតែខ្ញុំមិនស្គាល់គាត់នៅទេអ្នកនាងធ្វើបែបនោះមិនកើតទេណាយើងថាកើតគឺកើតហើយបើនាងទៅធ្វើយើងនឹងកាត់ប្រាក់ដែលនាងចំពាក់នោះចោលទាំងអស់មែនទេតែខ្ញុំមិនអីទេនាងអាចចុះកងត្រាមួយឆ្នាំក៏បានព្រោះថាតានោះគ្មានសញ្ជាតិកម្ពុជាឯណាចុះអាចតាស៊ីវិលហើយក៏លែងលះគ្នាបានដែរតាដឹងទេតែខ្ញុំដូចជាបារម្ភខ្លាំងណាស់កុំខ្លាចអីគ្រាន់តែបោកវាសំដែងធ្វើជារៀបការជាមួយនឹងវាមួយឆ្នាំនេះក៏រួចបំណោះបើបំរើយើងគឺ10ឆ្នាំឯណោះក៏មិនរួចផងណាតែបើបុរសម្នាក់នោះដឹងខ្ញុំប្រកាសជាជាប់គប់មិនខានទេនាងល្ងងវាមិនអីនៅទេចាប់មួយឆ្នាំហើយចាំយើងយកវិញក៏បានហើយនាងក៏អស់តួនាទីដែរបានខ្ញុំធ្វើតាមអ្នកនាងចោះព្រមព្រៀងគ្នាហើយឈូកក៏បន្លំធ្វើជារចនាហើយក៏ទៅទទួលឧត្តមនៅប្រលានយន្តហោះអ្នកនាងគឺជារចនាតើមែនទេត្រូវហើយមិនក៏អូនហៅបងថាលោកបែបនេះមិនក៏មិនហៅថាបងដូចកាលមុននោះហៅបងទៅទើបវាស្និទ្ធស្នាលណាអូនសម្លាញ់ចាបងខ្ញុំទៅនឹងជួបបងផ្ទាល់ខ្ញុំមិនត្រឡប់នឹងណាបងមិនប្រកាន់ទេតាមែនទេបងមិនប្រកាន់ទេតែអូនទេដែលស្មោះត្រង់នោះលោកមិនដូចជាការគិតរបស់ខ្ញុំទេហេតុអីក៏លោកក្មេងយ៉ាងនេះហើយក្រែងលោកអាយុ68ឆ្នាំអញ្ចឹងតាមែនទេគឺបងសាក់ចិត្តអូនទេព្រោះបងចង់ដឹងថាអូនស្រឡាញ់បងជាមនុស្សចាស់ម្នាក់នេះឬអត់ឥឡូវបងដឹងហើយថាអូនពិតជាស្រឡាញ់បងខ្លាំងណាស់ហើយស្រឡាញ់ពិតប្រកបថែមទៀតផងចានិយាយអញ្ចឹងឡានអូនចតនៅឯណាទៅឡានណែអូនអត់មានឡាននោះទេក្រែងបងទើបតែផ្ញើលុយឲ្យអូនទិញឡាននោះអីគឺចាអូនអត់តន់ទិញទេអូនស្ដាយលុយអូនពិតជាស្ដាយលុយខ្លាំងណាស់បងអូនពិតជាពូកែសន្សំសំចៃពិតមែនពួកយើងទៅញ៉ាំអីតើល្អទេចាំបងនាំអូនទិញខ្សែកពេជ្រនិងទិញដីហើយឡានថ្មីទៅចុះបងអូនអត់ឃ្លានទេបងហាត់ហើយបងទៅសម្រាកចុះអូនអត់ចង់ជូតបងទៅសន្តាគារទេបងមិនស្គាល់ស្រុកខ្មែរទេបងមិនស្គាល់ស្រុកខ្មែរច្បាស់ទេណាបើបងមិនស្គាល់បងសួរតាក់ស៊ីទៅពួកគាត់ស្គាល់សន្តាគារឬកន្លែងសម្រាកច្បាស់លាស់ខ្លាំងណាស់អូនទៅមុនហើយអូនជូនបងដើរលេងសិនទៅចាំបងនាំអូនទៅទិញឡានសម្រាប់ជិះណាអូនសម្លាញ់មិនសមទេដឹងបងពួកយើងគ្រាន់តែជាសង្សារទៅណាមកណាខ្លាចគេមើលមកគឺមិនសមទេណាលោកឧត្តមហាក់មានការងឿងឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីក៏រចនាម្នាក់នេះមានចរិតមិនដូចពីមុនមិនដូចមនុស្សដែលគាត់ធ្លាប់ស្គាល់ពីមុនដែលតែងតែសុំលុយគាត់ដូច្នេះគាត់ក៏បានគិតក្នុងចិត្តថាចម្លែកណាស់មិនក៏អូនរចនានៅខាងក្រៅមិនចង់បានអ្វីតតែសោះហេតុអ្វីបានជានាងដូច្នេះបងអូនលាតែមុនហើយណាមានការអ្វីឆាតមកអូនមកចោះឈប់សិននេះតើអូនពិតជាចង់ទៅចោលបងតើមែនទេអត់ទេបើបងមានការឆាតមកអូនចោះអូននឹងត្រឡប់មកវិញគ្រប់ពេលវេលាបងកុំបារម្ភអីបាទអូននេះអូនដូចជាចម្លែកខ្លាំងណាស់មិនក៏មិនសមលុយដោយពីមុនតតែសោះតើនេះជាមនុស្សផ្សេងគ្នាតើមែនទេដោយមានក្តីងឿងឆ្ងល់ឧត្តមបានឆែក Facebook របស់រចនាដើម្បីស្វែងរកការពិតថាតើរចនាម្នាក់នេះពិតជាមនុស្សដែលខ្លួនស្រឡាញ់ពីមុនឬអត់នេះអូនរចនាគឺអូនរចនាហើយខ្ញុំអើយខ្ញុំ
សង្ស័យអីហើយយ៉ាឈួតតែម្ដងហើយខ្ញុំនេះឧត្តមឆែកមើលហើយឃើញអាខោននោះគឺជារបស់នាងពិតមែនព្រោះរូបដែលនាងបានផុសគឺរូបនាងទាំងអស់ហើយរចនាក៏បានរៀបចំទុកមុនហើយដែរតាមពិតគឺពិតជានាងពិតមែនហើយខ្ញុំនេះសង្ស័យផ្ដេសផ្ដាស់តែម្ដងហើយឧត្តមតែងតែបបួលឈូកដើរលេងកំសាន្តនៅទីក្រុងភ្នំពេញហើយព្រោះចរិតរបស់ឈូកល្អគាត់ពិតជាស្រឡាញ់ឈូកខ្លាំងណាស់ហើយពីមួយថ្ងៃទៅមួយថ្ងៃគាត់ស្រឡាញ់ខ្លាំងឡើងតើអូនប្រាប់បងបានហើយឬនៅថាពេលនេះអូនចង់បានឡានអ្វីឬខុនដូអីនោះហ่าអូនសម្លាញ់អូនប្រាប់បងមកចុះបងនឹងទិញឲ្យអូនទាំងអស់បងឧត្តមតែអូនមិនចង់ចាយខ្ជិះខ្ជាយលុយរបស់បងទេណាម្យ៉ាងបងទុកលុយទិញសម្បត្តិយន្តហោះហោះទៅវិញនោះអីសម្បត្តិយន្តហោះថ្លៃខ្លាំងណាស់អូនកុំបារម្ភអីបងមកម្ដងនេះបងលេងទៅវិញហើយហាថាម៉េចមានន័យថាបងមានសញ្ជាតិខ្មែរហើយតាមែនទេបាទបងគឺជាខ្មែរបងមិនមែនជាជនជាតិគេឯណាតែបងទៅអាមេរិកធ្វើការទេតាបងឧត្តមនេះអូនដូចជាបញ្យល់តតែសាចុះអូនមានអ្វីដែលបងមិនទាន់ដឹងតាមែនទេអឺអឺអូនគ្មានទេបងឧត្តមពួកយើងទៅវិញតាអូននៅជាមួយបងភ័យខ្លាំងណាស់តើមែនទេបងមិនបានធ្វើបាបអូនទេណាអូនមានភ័យឯណាតែថាបងចំណាយគ្រប់យ៉ាងអូនគឺចំណាយលើអូនច្រើនពេកហើយគឺអូនក្រែងចិត្តរបស់បងខ្លាំងណាស់សម្រាប់មនុស្សដែលបងស្រឡាញ់បងមិនខ្លាចក្នុងការចំណាយនោះទេណាអូនសម្លាញ់ឃើញទង្វើរបស់ឧត្តមបែបនេះឈូកក៏ចេះតែពិបាកចិត្តព្រោះនាងចាប់ផ្ដើមស្រឡាញ់ឧត្តមហើយពេលនោះនាងក៏បានគិតក្នុងចិត្តថាបងឧត្តមអូនសុំទោសបងពិតជាល្អខ្លាំងណាស់នេះបើបងដឹងថាអូនកុហកបងតើបងនឹងគិតបែបណានោះអូនមិនស័ក្តិសមធ្វើជាមនុស្សដែលបងស្រឡាញ់នោះទេអូនតើអ្វីជាក្តីសម័យរបស់អូននោះហ៎អូនអាចប្រាប់បងបានទេគឺអូនចង់ហោះហើរជុំវិញពិភពលោកនោះអីតែជាតិនេះអូនគ្មានសំណាងនោះទេណាបងមែនទេចាំបងនាំអូនដើរលេងជុំវិញពិភពលោកទៅចុះបងនឹងអាចបំពេញសេចក្តីសម័យរបស់អូនបានគឺបានទាំងអស់បងឧត្តមអូនសុំទោសបងផងណាឧត្តមកាន់តែស្រឡាញ់ឈូកកាន់តែពិបាកចិត្តរីឯរចនាវិញរស់នៅមិនសុខនោះទេទីតាំងនៅផ្ទះរចនាបងសុកលេតាស្រីនេះជានរណាអូនរចនាបងមិនដឹងនោះទេនាងមិនដឹងថានាងចេញមកពីណាក៏មិនដឹងដែរបងមិនដឹងទេបងសុកលីឈប់កុហកភ្លាមទៅប្រាប់គេទៅថាពួកយើងក្លាប់ហូបចុកគ្នារាប់មិនអស់ថោកទៀតមិនក៏នាងនិយាយសម្ដីបែបនេះសម្ដីដែលរុយនាងនិយាយសម្ដីដែលរុយចង់រំយ៉ាងនេះនេះនាងចង់និយាយថាសម្ដីរបស់ខ្ញុំដែលបាននិយាយមិញដូចជាសម្ដីលាមកតាបមែនទេមែនហើយម្យ៉ាងនេះគឺជាផ្ទះរបស់យើងមិនក៏មកធ្វើរឿងស្មោកគ្រកនៅក្នុងផ្ទះរបស់ខ្ញុំបែបនេះអូនរចនាបងខុសហើយអូនលើកលែងឲ្យបងផងទៅតើបានទេឯងបិទមាត់ទៅប្រុសគ្មានបានការឯងតោងស្រីស៊ីខ្សប់គ្រប់តែម្ដងឯងពិតជាកំរុកខ្លាំងណាស់អាថោកទៀតចេញតាយ៉ាងម៉េចនាងឯងក៏បានបោកលុយពីគេដូចតែគ្នានឹងនាងឯងគឺបោកលុយពីតាដែលនៅសហរដ្ឋអាមេរិកនាងឯងគឺជាបញ្ញាក្អែកដូចតែគ្នានឹងអព្រះអើយនេះបានហៅថាកម្មស្នោហឹងនាងបោកគេឥឡូវពួកគេបានមកបោកនាងបន្តហើយចាពិភពលោកនេះពិតជាស្មារភាពខ្លាំងណាស់ចេញតាឬចង់ឲ្យខ្ញុំហៅប៉ូលីសមកអូកពួកឯងជួយគុកនេះខុសហើយនេះគឺជាផ្ទះរបស់ខ្ញុំទេមិនក៏នាងមិនមើលនេះគឺជាឈ្មោះរបស់ខ្ញុំទេណានាងតើមានរឿងអី
នេះលោកលួចយកផ្ទះរបស់ខ្ញុំទៅលក់តាមមែនទេ កុំហៅថាលួចយកទៅលក់អីព្រោះផ្ទះនេះគឺឈ្មោះរបស់ខ្ញុំទេតាមិនអញ្ចឹងហ៎តើមែនទេ តាពេលនេះនាងដឹងហើយតាមែនទេថាអ្នកណាជាអ្នកដែលត្រូវចេញពិតប្រកបនោះចេញតា ឬក៏ចង់ឲ្យខ្ញុំខលហៅប៉ូលីសមកអូសកលនាងឯងចេញទៅក្រៅតើមែនទេ ថោកទេចាំមិនចោះខ្ញុំនឹងប្តឹងឲ្យដល់ទីបំផុតខ្ញុំមិនឲ្យពួកឯងរួចខ្លួននៅទេ សូមអញ្ជើញសូមអញ្ជើញទៅចាស់ពួកយើងបានត្រៀមខ្លួនរួចហើយ ថោកទេថោកទៀតថោកទៀតខ្លាំងណាស់ចាំមិនចោះខ្ញុំជូនពួកឲ្យពួកឯងពួកឆ្កែឆ្មាពួកឯងឲ្យឆាប់ងាប់លេចចោះ រចនាខឹងខ្លាំងពេកក៏បានដើរចាក់ចេញទាំងកំហឹងរួចក៏បានទៅជួបនឹងនាងឈូកនៅជិតផ្សារទំនើបមួយ អូហូនាងឈូកមិនក៏នៅទីនេះនាងមិនទៅបំរើអាប្តីកញ្ចាស់របស់នាងទេហ៎អអ្នកនាង អ្នកនាងនិយាយអ្វីហ្នឹងអ្នកណាជាអ្នកបំរើអ្នកណា គឺគឺនាងនេះក៏អាក្រក់មិនអន់ដែរយើងឲ្យនាងទៅបន្លំធ្វើជាប្រពន្ធរបស់តាកញ្ចាស់នៅអាមេរិកមកជាមកតាក់តងប្រុសក្មេកទៅវិញកាមក្រាស់ខ្លាំងណាស់អ្នកនាងមិនដូចជាអ្នកនាងគិតនៅទេ នេះមានរឿងអីអ្នកណាបន្លំធ្វើជាអ្នកណាអូននិយាយមកមើល ណាលោកនាងនេះគឺជាប្រពន្ធបន្លំខ្លួននិងជាកូនបំណុលរបស់ខ្ញុំទេលោកជាក្មេងត្រូវនាងបង្វិលក្បាលហើយណាតែដឹងទេអ្នកនាងគាត់គឺជាលោកឧត្តមណាអ្នកនាងលោកឧត្តមដែលអ្នកនាងថាជាមនុស្សចាស់នោះអីហាថាម៉េចលោកឧត្តមចាស់ចិត្តងាប់នោះតាមែនទេគឺលោកមែនណាមិនអាចទេ តាមពិតខ្ញុំក៏ចង់សាកចិត្តរកអ្នកដែលស្រឡាញ់ខ្ញុំពិតប្រាកដដែរគឺជាក់ស្ដែងគឺខ្ញុំនឹកមិនស្មានថាពួកអ្នកនាងបានបោកប្រាស់ខ្ញុំតតែសោះ បើបានជាដឹងហើយបែកគ្នាទៅនាងនេះគឺជាជនបោកប្រាស់ទេវាជាមនុស្សមកលួយខ្លាំងណាស់ចំណែកអូនគឺនៅទីនេះចាំបងយូរហើយណាបងឧត្តម ខ្ញុំពិតជាពិបាកទទួលយកខ្លាំងណាស់ មករកអូនវិញមកបងសំឡាញ់អូនពិតជានឹកបងខ្លាំងណាស់តាមពិតអ្នកទាំងពីរទៅជាគូនឹងគ្នាពិតប្រាកដខ្ញុំសុំទោសលោកចង់ចាប់ខ្ញុំដាក់គុកក៏ខ្ញុំព្រមដែរ បាទខ្ញុំនឹងអូសកលនាងទៅគុកនាងគ្មានថ្ងៃគេចផុតពីសម្លាញ់ច្បាប់នៅទេ សមមកហើយយក9នេះកម្មតាមពនលឿនណាស់ខ្ញុំខុសហើយខ្ញុំសុកចិត្តចូលគុកហើយខ្ញុំមិនចង់ខុសទៀតទេ តែខ្ញុំសុំទោសខ្ញុំទទួលទោសខ្ញុំសុំទោសលោកម្ដងទៀតចាអញ្ចេះចាចាំខ្ញុំខលហៅទៅប៉ូលីសណាបងឧត្តម ភ្លាមនោះប៉ូលីសក៏បានមកដល់តើនៅទីនេះមានករណីឆោបបោកតើមែនទេលោក មែនហើយចាប់នាងទៅលោកប៉ូលីសពីបទឆោបបោកលុយអនិច្ចជននិងបន្លំខ្លួនធ្វើជាប្រពន្ធคล้ายៗទៀតផងណាលោកប៉ូលីសចាប់ខ្ញុំទៅចោះខ្ញុំមិនរត់ទៅណានៅទេ លោកប៉ូលីសលោកធ្វើតាមច្បាប់ទៅចុះខ្ញុំមានផតាំងអស់ហើយរួមទាំងអ្នកពាក់ព័ន្ធផងដែរកុំឲ្យពួកគេរួចខ្លួនអីណាលោកពេលនោះប៉ូលីសមិនបានដាក់ខ្នោះនាងឈូកនោះទេបែរជាដាក់ខ្នោះរចនាទៅវិញ លោកប៉ូលីសលោកចាប់មនុស្សខុសហើយខ្ញុំមិនមែនជាអ្នកឆោបបោកទេលែងខ្ញុំ អ្នកនាងខ្ញុំបានដឹងអស់ហើយចំណែកឯសង្សារនាងនិងអ្នកដែលពាក់ព័ន្ធទាំងអស់បានទៅដល់ប៉ុស្តិ៍ប៉ូលីសផងដែរ តាមានរឿងអីតាមែនទេមិនក៏បាយជាបែបនេះទៅវិញលោកប៉ូលីសបងឧត្តម នាងកុំស្មានថាខ្ញុំមិនដឹងថានាងជាជនឆោបបោកអូនឈូកទេទៅជាមនុស្សដែលខ្ញុំត្រូវការបងបានស៊ើបអូនអស់ហើយ អត់ទេលេងនាងឈូកនាងបៃសាជាងជក់ឈាមយើងនឹងសម្លាប់នាងឈូក
តែខ្ញុំជាមនុស្សកុហកលោកទេណាម្យ៉ាងខ្ញុំជាមនុស្សក្រខ្លាំងណាស់ខ្ញុំបុរាណខ្ញុំមិនសមនឹងលោកនោះទេ កុំបារម្ភអីបងស្រឡាញ់អូនគឺស្រឡាញ់អូនលើសពីពេលនេះបងមិនអោយអ្នកណាធ្វើបាបអូនទាំងអស់បងមិនអោយអ្នកណាធ្វើបាបអូនទៀតទេបងដឹងពីអូនអស់ហើយបងពិតជាអាណិតអូនខ្លាំងណាស់បងស្រឡាញ់អូនខ្លាំងណាស់បងនឹងមើលថែអូនកុំបារម្ភអីបងមិនអោយអូនលំបាកនោះទេជន់ឆោបបោកក៏បានទទួលទោសចំណែកឯឧត្តមនិងឈូកក៏បានរៀបការជាមួយគ្នានិងរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត